សួស្តីពុកម៉ែបងប្អូននេះវាអាងដាក់ត្រីតែមកខ្ញុំហើយមានទទឹង2ម៉ែត្រហើយនៅបណ្ដោយ3ម៉ែត្រហើយអាងនេះខ្ញុំបានត្រាំទឹកបង្កប់មានរោគចំនួនជិត1សប្តាហ៍ហើយខាងលើនេះគឺបាំងដបូលតិចឲ្យមកលុបតែប៉ុណ្ណឹងទេហើយអាហ្នឹងខ្ញុំមើលវីដេអូតាម YouTube ធ្វើតាមបងឃើញគាត់ត្រាំទឹកអំបិលតែខ្ញុំបានត្រាំទឹកអំបិលហើយខ្ញុំបានស្ដារទឹកវាចេញខ្លះដែរទឹកវាហូរចេញអស់ខ្លះនៅសល់បានតិចទៀតហើយហ្នឹងដល់ថ្ងៃត្រូវស្ដារគិតថាស្ដារហើយដាក់ទឹកថ្មីហើយនឹងកំងត្រីយកមកដាក់បណ្ដោយឥឡូវបាក់ទឹកប្រហូរសិននេះក្រូចនេះងាប់អស់បាត់ហើយក្រូចទិញក្តឹបតែសាខានេះក្តៅពេលចាក់ទឹកអត់ដល់ទៅងាប់អស់ខ្លះបាត់ហើយផ្លែវាចេញមកស្វិតទៀតទឹកអត់ដល់អញ្ចឹងនេះដុសចេញខ្លះហូរអត់អស់ពួកអីដាក់អាប់ហូរនឹងខ្ពស់ពេកអញ្ចឹងក៏តែដុសចេញ